ជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំនឹងជូនសកម្មភាពនៃការងាររបស់ខ្ញុំមួយថ្ងៃពេលនៅទីក្រុងភ្នំពេញចាអញ្ចឹងតាមមួយថ្ងៃនេះខ្ញុំធ្វើអីខ្លះអញ្ចឹងនេះគឺជារូបភាពព្រលឹមឡើងម៉ោងខ្ញុំងើបតាំងពីម៉ោង5ខ្ញុំធ្វើម្ហូបធ្វើអីរៀបចំសម្រាប់ដាក់ឲ្យកូនទៅរៀនអញ្ចឹងម្ហូបខ្ញុំនេះមានស្ងោរម្រះហើយនឹងស្ងោរពងមាន់ឲ្យគាត់2ហើយដាក់ក្រូចទៅមួយទៀតហើយខ្ញុំរៀបមកប្រអប់ដែរសម្រាប់ខ្លួនឯងចាអញ្ចឹងព្រលឹមឡើងយើងធ្វើម្ហូបអញ្ចឹងគឺយើងចំណេញច្រើនយើងអត់ចំណាយលុយទិញគេទេគឺអាចបានញ៉ាំទាំងអស់គ្នាហ្មងអញ្ចឹងការរស់នៅរបស់ខ្ញុំគឺភាគច្រើនខ្ញុំសំចៃទៅលើអ្វីដែលខ្ញុំអាចសំចៃបានហើយពេលធ្វើម្ហូបខ្លួនឯងអញ្ចឹងគឺយើងបានម្ហូបអាហារល្អសម្រាប់ញ៉ាំសុខភាពល្អចាពីមុនគឺខ្ញុំត្រឡប់អត់សូវធ្វើម្ហូបខ្ញុំឈឺច្រើនតាំងពីខ្ញុំត្រឡប់ធ្វើម្ហូបខ្លួនឯងក៏លែងសូវឈឺអញ្ចឹងមុននឹងចេញទៅធ្វើការងារជូនកូនទៅសាលាមើលដំណាំសិនដំណាំជីថ្ងៃមុនហ្នឹងគឺល្អចាឥឡូវកូនឡើងឡានហើយគេឡើងឡានតឹងនៅអង្គុយគេងព្រលឹមឡើងខ្ញុំចេញពីព្រលឹមតិចដើម្បីកុំឲ្យស្ទះចាអញ្ចឹងមកដល់ឆ្លងស្ពានកន្លែងឆ្លងស្ពាននេះគឺឡើងខ្មៅងឹតថយនេះគឺឡានដឹកហ្គាសឡានព្រមសុទ្ធគឺហុយពេញថ្នល់អញ្ចឹងវាបំពុលបរិយាកាសចាអញ្ចឹងខ្ញុំបោកពីក្រោយហ្នឹងវាជាប្រថាប់ដូចជាម៉ូតូដឹងតែហុយខ្លាំងហ្មងចាអញ្ចឹងធ្វើដំណើរចេញពីផ្ទះនេះទិដ្ឋភាពនេះម៉ោងប្រហែល6ជាងបន្តិចគឺផ្លូវនៅចន្លោះល្អគឺអត់តមានសូវមានមនុស្សទេឥឡូវមកដល់វាមានឯករាជ្យទេអញ្ចឹងមកដល់មានឯករាជ្យក៏អត់សូវមានមនុស្សដែរខ្ញុំត្រឡប់ចេញពីផ្ទះពីពេលព្រឹកដោយសារតែបើសិនជាខ្ញុំចេញខកដល់ម៉ោង7អីគឺចាប់ផ្ដើមស្ទះខ្លាំងអញ្ចឹងតាំងពីខ្ញុំមកនៅភ្នំពេញប្រហែល10ឆ្នាំបទពិសោធន៍នៃការស្ទះហ្នឹងគឺស្ទះខ្លាំងអញ្ចឹងខ្ញុំត្រូវចេញពីផឹកនេះកូនខ្ញុំគេដល់សាលាគេហើយអញ្ចឹងព្រលឹមឡើងគេរៀនភាសាអង់គ្លេសអញ្ចឹងគេអត់ពាក់ឯកសណ្ឋានទេគេពាក់អាវយឺតធម្មតាចាអញ្ចឹងមកព្រលឹមឡើងហ្នឹងគឺសម្រាប់មានអាហារមានទឹកអីហ្នឹងគឺមួយថ្ងៃក៏ងាយចេះតតែល្ងាចបានមកយកហើយខ្ញុំពេលដែលដាក់គាត់នៅសាលាហើយខ្ញុំក៏ត្រឡប់ទៅបំពេញការងាររបស់ខ្ញុំវិញចាអញ្ចឹងនេះគឺនៅលើផ្លូវដែលខ្ញុំទៅបំពេញការងារហើយរូបភាពនេះគឺមកដល់កន្លែងការងារខ្ញុំហើយខ្ញុំជាគ្រូបរិញ្ញាបត្រអញ្ចឹងខ្ញុំមកដល់សាលាដែលខ្ញុំត្រូវបរិញ្ញាបត្រអញ្ចឹងតាមផ្លូវចូលសាលាហ្នឹងគឺស្អាតមែនតើផ្ការីកស្គាយចារីកគ្រប់ដើមហ្មងមើលទៅគឺយើងត្រជាក់ភ្នែកហើយយើងមានអារម្មណ៍ល្អព្រលឹមឡើងយើងឃើញផ្ការីកឃើញទេសភាពស្រស់បំព្រងចាអញ្ចឹងឥឡូវមកដល់ផ្លូវចូលសាលាហើយផ្ការីកខ្ញុំមនុស្សស្រីឲ្យតែឃើញផ្កាគឺថតផ្កាមើលឃើញស្អាតតែខ្ញុំអត់សូវជឿចិត្តតាមផ្កាប្រហែលទេចាដូចជាផ្កាជក់រត់នេះក៏ស្អាតដែរចាអញ្ចឹងគឺរីកស្គុះស្គាយហ្មងចាអញ្ចឹងបន្ទាប់ពីដល់ការហើយយើងចាប់ផ្ដើមចូលបរិញ្ញាបត្រអញ្ចឹង scan ដៃ scan អីរួចហើយគឺដល់ពេលបរិញ្ញាបត្រចាអញ្ចឹងបរិញ្ញាបត្រពេញមួយថ្ងៃហ្មងថ្ងៃនេះរៀងអស់កម្លាំងតិចចាដោយសារតែយើងត្រូវបរិញ្ញាបត្រច្រើនបន្ទាប់ពីបរិញ្ញាបត្រចប់ហើយក៏ដល់ពេលញ៉ាំបាយចាអញ្ចឹងញ៉ាំបាយគឺម្ហូបមួយហ្នឹងមានល្លឹកម្ដុំហើយនឹងឆាត្រប់មួយតៅហ៊ូជាប្រភេទម្ហូបនេះតែអញ្ចឹងក៏ចូលបំពេញការងារទៀតអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានកម្រងថារៀបចំថតវីដេអូការបរិញ្ញាបត្រឲ្យបានមួយប៉ុន្តែអត់បានថតទេរៀបចំយូរហ្មងតែបានថតវីដេអូនៃការបរិញ្ញាបត្រមួយហ្នឹងគឺខ្ញុំ
គិតច្រើនទៅលើ concept គិតទៅលើ simulation ផ្សេងបញ្ចូលសំឡេងកាត់តចា3-4 ដងចាអញ្ចឹងចប់ការងារហើយក៏ឡប់មកយកកូនចេញពីរៀននេះពេលល្ងាចម៉ោង6ជាងហើយចាអញ្ចឹងមកយកគេចេញពីរៀនហើយចាអញ្ចឹងចេញពីរៀនគេថាគេចង់ញ៉ាំមីហិលហើយមីហិលហ្នឹងគឺអត់តលក់ទេម៉ោង6ជាងអញ្ចឹងខ្ញុំត្រូវរងចាំឲ្យដល់ម៉ោង7បានមីនឹងលក់ចាមីកន្លែងហ្នឹងគឺឆ្ងាញ់អញ្ចឹងនៅពេលកំឡុងពេលរងចាំហ្នឹងក៏ដើរថតទេសភាពនៅជិតកន្លែងធ្វើការរបស់ខ្ញុំហ្នឹងចានេះគឺជាវិមានរដ្ឋធម្មនុញ្ញគេទៅសាងសង់ហើយនៅក្បែរវិមានឯករាជ្យហ្នឹងនៅទល់មុខវត្តលង្កាសួនច្បារហ្នឹងអាហ្នឹងគឺជាវិមានរដ្ឋធម្មនុញ្ញរដ្ឋធម្មនុញ្ញជាវិមានរដ្ឋធម្មនុញ្ញហ្នឹងគឺយើងទៅសាងសង់ទេអញ្ចឹងមិនយើងទៅសាងសង់ទេរាជរដ្ឋាភិបាលទៅសាងសង់គឺសង់មុខវិមានឯករាជ្យហ្នឹងបងប្អូនបានមកលេងភ្នំពេញសង្កេតមើលវិមានហ្នឹងគឺស្អាតមែនទែនក្បូរក្បាច់រចនាគឺបែបខ្មែរសុទ្ធសាធហើយនៅលើវិមានហ្នឹងគឺគេតម្កល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងណាអញ្ចឹងនេះទីទេសភាពម្ដុំវិមានឯករាជ្យហ្នឹងខ្ញុំថតម្ដុំហ្នឹងដោយសារកន្លែងធ្វើការខ្ញុំនៅទល់មុខហ្នឹងអញ្ចឹងកំឡុងពេលរងចាំឲ្យកូនញ៉ាំមីហិលហ្នឹងគឺខ្ញុំថតទេសភាពសិនចាអញ្ចឹងការងារគឺចេញតាំងពីម៉ោង6ព្រឹកឥឡូវមកដល់ម៉ោង6កន្លះជិត7ហើយគឺអត់ដល់ផ្ទះទេអញ្ចឹងជីវិតអ្នករស់នៅទីក្រុងភ្នំពេញគឺរៀងមមាញឹកច្រើនហើយម៉ោង7ហើយគឺនៅភ្លឺពេញនឹងអត់ដូចយើងនៅតាមជនបទស្រុកស្រីចំការទេតែម៉ោង5ឡើង5កន្លះ6ឡើងគឺគេញ៉ាំបាយហើយអស់គេឡើងលើផ្ទះគេហើយបើខ្ញុំនៅស្រុកកំណើតគឺត្រូវស្មានហ្នឹងគឺញ៉ាំបាយហើយចានេះគឺវត្តលង្កាណាវត្តលង្កាទល់មុខវិមានរដ្ឋធម្មនុញ្ញនោះហើយវិមានរដ្ឋធម្មនុញ្ញហ្នឹងគឺស្អាតបងប្អូនមកអាចមកថតរូបគឺទេសភាពឡើយហ្នឹងគឺស្អាតមែនតើគឺក្បូរក្បាច់រចនាបែបខ្មែរសុទ្ធសាធអញ្ចឹងនេះគឺគេតម្កល់សភៅរដ្ឋធម្មនុញ្ញនៅលើហ្នឹងស្អាតមែនតើឃើញមានរដ្ឋធម្មនុញ្ញនេះគឺស្រឡាញ់ក្បូរក្បាច់រចនាគឺស្អាតហើយទល់មុខវិមានឯករាជ្យហ្នឹងមកអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសង្កេតមើលឲ្យតិចភ្នែកនេះគឺសួនច្បារកន្លែងគេបាញ់ទឹកវិមានឯករាជ្យហ្នឹងគឺស្អាតមែនតើអមនឹងទេសភាពស្អាតតែទៅខាងនោះគឺជា condo ឬមួយហើយនឹងភាគច្រើនគឺជា condo ណាកាគឺcondo ឥឡូវ condo នៅរាជធានីភ្នំពេញគឺរីកដុតផ្សិតចឹងអញ្ចឹងក៏មកដល់កន្លែងញ៉ាំមីហិលអញ្ចឹងកំងមីហិលគឺពីចានអញ្ចឹងកន្លែងហ្នឹងមីហិលអស់គាត់គឺឆ្ងាញ់មែនតើអញ្ចឹងកូនខ្ញុំសុខចិត្តអត់នេះទេអត់ប្រញ៉ាំអីផ្សេងទេសុខចិត្តរងចាំតតែគេលក់តែគេបើកលក់សម្រាប់អ្នកយប់កន្លែងហ្នឹងអ្នកញ៉ាំអាហារពេលយប់អញ្ចឹងតម៉ោង7យប់បានគេបើកលក់អញ្ចឹងយើងត្រូវរងចាំអញ្ចឹងគេដាក់ផ្សិតដាក់អីហើយខ្ញុំទៅនេះឆ្ងាញ់ជាងហាងកន្លែងហ្នឹងឆ្ងាញ់ជាងហាងខ្ញុំទៅញ៉ាំហាងអត់ឆ្ងាញ់ដូចកន្លែងហ្នឹងទេបើតាគេលក់នៅចាំខ្នល់មែនមកញ៉ាំកន្លែងហ្នឹងថ្ងៃមុនហ្នឹងគឺជួបអ្នកស្គាល់គ្នាគេខ្ញុំនាំកូនមកញ៉ាំអីកន្លែងហ្នឹងចឹងទៅគាត់ថាកូនគាត់អត់ចេះញ៉ាំអាហារតាមចាំខ្នល់ចឹងទៅខ្ញុំសោយខ្ញុំថាកូនខ្ញុំអីទេញ៉ាំបានគ្រប់កន្លែងអញ្ចឹងអត់
មានតម្រើសអីគាត់ថាត្រូវតែចូលហាងចូលអីទេតែមានតម្រើសអីផងព្រោះយើងមានអត់មានលទ្ធភាពត្រូវចូលហាងចូលអីធំដុំអីទេញ៉ាំនៅចាំខ្នោក៏ញ៉ាំបានចាអញ្ចឹងខ្ញុំអត់រើសច្រើនអីទេនៅចាំខ្នោក៏ញ៉ាំបានសាមញ្ញធម្មតាអត់មានលុយឆាយអីទេអញ្ចឹងនេះក៏ញ៉ាំហើយដល់ម៉ោងទៅផ្ទះចាជម្រាបលា